ចំណុចដែលខ្ញុំបានធ្វើដែលខ្ញុំធ្វើគឺតកតងនឹង file server អញ្ចឹងដូចដែលហៅថា file server Linux គឺជា server ដែលដំណើរការនៅលើប្រតិបត្តិការ Linux នឹងប្រើសម្រាប់បង្ហោះឯកសារនៅលើបណ្ដាញ network ដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅរកនិងកែប្រែឯកសារវាអនុញ្ញាតឲ្យមានការគ្រប់គ្រងសិទ្ធិចូលនិងការ backup ទិន្នន័យ file server Linux ជាដំណើរការដែលពេញនិយមសម្រាប់អាជីវកម្មស្ថាប័ននិងការបែងចែកឯកសារជាមួយនឹងអ្នកប្រើប្រាស់ជាច្រើននេះគឺជាការ install នៅ package នៅលើ Linux អញ្ចឹងដើម្បីធ្វើការ install file នៅserver បានយើងធ្វើការ install នៅ package របស់ Samba អញ្ចឹងដើម្បី install Samba បានយើងគ្រាន់តែប្រើនៅ command sudo apt install samba.y ហើយមួយទៀតយើងធ្វើការនៅ enable នៅ firewall សម្រាប់ Samba អញ្ចឹងយើងអាចប្រើ command 3គឺ command ទី1គឺ sudo usw enable មួយទៀតគឺ sudo usw alone Samba ហើយចុងក្រោយគឺ sudo usw status នេះគឺជាការ open Samba ដើម្បី configuration file អញ្ចឹងដើម្បី configuration file បានយើងចូលទៅកាន់ sudo nano /apt atc/samba/snb.config នេះគឺជាការបង្កើត file សម្រាប់ share ជា public control +x ធ្វើការ share ហើយ pass នៅ x សម្រាប់ yes ហើយនឹង enter សម្រាប់ exit មួយទៀតយើងធ្វើការបង្កើត file public ជា folder អញ្ចឹងដើម្បីបង្កើត file បានយើងគ្រាន់តែវាយ command នៅ sudo mkdir.p/samba/public មួយទៀតយើងធ្វើការវាយ command មួយទៀតធ្វើការ sudo chmod.or/samba/public មួយទៀត sudo systemctl restart smbd ហើយ
បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះសម្បត្តិនីសចាឥឡូវនេះ topic មួយទៀតគឺជា proxy server អញ្ចឹង proxy server ជាអ្វី proxy server នៅក្នុង Linux គឺជាម៉ាស៊ីន server ឬកម្មវិធីដែលដំណើរការនៅលើប្រតិបត្តិការ Linux ដើម្បីបម្រើជាផ្នែកងារចន្លោះ intermediary រវាង client និងម៉ាស៊ីន destination server ហើយវាកំណត់ទិសដៅសំដៅលើ request ពី client របស់យើងទៅកាន់ម៉ាស៊ីនហើយផ្ញើ response ត្រឡប់មកវិញអញ្ចឹងតួនាទីរបស់ proxy server ក្នុង Linux មានអ្វីខ្លះគឺវាមាន security caching anonymity filtering និង access control ចូលទៅដល់ security គឺវាការពារការវាយប្រហារពីអ៊ីនធឺណិតcaching គឺការរក្សាទុកទំព័រដែលយើងបានចូលមើលពីមុននឹងឲ្យបានញឹកញាប់ងាយស្រួលក្នុងការប្រើប្រាស់ anonymity គឺប្រើសម្រាប់លាក់ IP address របស់ client របស់យើង filtering គឺប្រើសម្រាប់ការរារាំងគេហទំព័រមិនសមរម្យអីនៅក្នុង server របស់យើងហើយ access control គឺការសម្រាប់សិទ្ធិរបស់អតិថិជនអឺឧទាហរណ៍នេះយើងអាចប្រើគាត់ថាអតិថិជនយើងអាច access option មួយណាខ្លះអីចឹងយើងចូលដល់ចំណុចមួយទៀតគឺការinstall proxy server សូមចាំ applet បាទអញ្ចឹងមុនដំបូងដើម្បី install proxy server យើងត្រូវ install Squid អញ្ចឹងដំបូងនេះយើងត្រូវ update the package យើង install Squid ដោយប្រើ apt package អឺយើងប្រើកូដ sudo apt update និង sudo apt install squid y នេះគឺជាកូដឧទាហរណ៍របស់យើងចូលទៅដល់ start និង enable squid service យើងប្រើកូដ sudo systemctl start squid និង sudo systemctl enable បើយើងចង់ check status យើងអាចប្រើ sudo systemctl squid វានឹងចេញ status របស់វានៅខាងក្រោមនេះបាទនេះគឺជាឧទាហរណ៍កូដដែលខ្ញុំបានធ្វើអញ្ចឹងចូលដល់ឧទាហរណ៍ខាងក្រោមមួយទៀតគឺអឺការ configure Squid proxy server អញ្ចឹងfile របស់ Squid គឺ located នៅក្នុង etc/etc/squid/squid config កូដយើងដើម្បីយើងlocate file យើងប្រើ sudo nano/etc/squid slash squid config ហើយយើង add comment ក្នុង path ហ្នឹងទៅហើយ control របស់វាគឺប្រើ x ដើម្បី sell y for yes និង enter ដើម្បី exit ចូលទៅដល់ចំណុចមួយទៀតនេះគឺenable authentication យើងត្រូវមុនដំបូងយើងត្រូវ install Apache tool ដើម្បី install Apache tool យើងប្រើកូដ sudo apt install apache slash utils/y ហើយយើងត្រូវបង្កើត create user និង password ដោយប្រើកូដsudo ht-passwd/c etc/squid/password.wd my user ឧទាហរណ៍នៅខាងក្រោមនេះ/user/etc/squid នេះ user របស់យើងនេះនឹង password របស់យើងចូលដល់ការ edit យើងប្រើ configure sudo nano/etc/squid/squid config ហើយយើង add នៅ line នៅខាងក្រោមនេះហើយ control វាដូចគ្នាគេគឺ ដើម្បី sell file for yes enter ដើម្បី exit អញ្ចឹងយើងចូលដល់ចំណុចចុងក្រោយនេះគឺការ restart squid អឺដើម្បី restart squid យើងប្រើកូដ sudo systemctl restart squid allow proxy fault នៅក្នុង firewall យើងប្រើ sudo uws allow 3128/tcp និង sudo ws reload អញ្ចឹងដើម្បីតេស្តHTTP និង HTTPS request ទៅតាម proxy script របស់យើងអាចប្រើ command ពីរនេះគឺជាតេស្តសម្រាប់ការ HTTP យើងប្រើកូដនេះនិងតេស្ត HTTPS យើងប្រើកូដមួយនេះបាទលោកគ្រូនេះគឺជាឧទាហរណ៍ proxy server របស់ខ្ញុំនឹងបញ្ជូនទៅមិត្តក្រុមខ្ញុំមួយទៀតដើម្បីបញ្យល់អំពី web server បាទលោកគ្រូជំរាបលាមេស្រួលលោកគ្រូខ្ញុំឈ្មោះរនពិសិដ្ឋខ្ញុំធ្វើការបកស្រាយតពីមិត្តភក្តិខ្ញុំ web server HTTP និង HTTPS អ្វីទៅដែលហៅថា web server web server HTTP HTTPS នៅលើ Linux គឺកម្មវិធីដែលដំណើរការនៅលើប្រព័ន្ធព្រឹត្តិការណ៍ Linux ដើម្បីយើងធ្វើការ
ទៅលើទំព័រ web និងទិន្នន័យទៅតាមការប្រើប្រាស់ Hypertext Transfer Protocol HTTP និង Hypertext Transfer Protocol such as HTTPS វាមានសារៈសំខាន់សម្រាប់បង្កើត website web application ATP service និងសេវាកម្មអ៊ីនធឺណិតផ្សេងៗទៀតដែលយើងអាចបង្កើត ហើយវាមានសារៈសំខាន់សម្រាប់កម្មវិធីច្រើនទៀតចូលមក web server នៅលើ Linux ប្រើប្រាស់ដើម្បីអី web server Linux ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗដោយសារវាមានស្ថិរភាពខ្ពស់ សុវត្ថិភាពល្អហើយនិងមានប្រសិទ្ធភាពល្អប្រើប្រាស់ website និង web application ដំណើរការទំព័រ HTML PHP Node Java ហើយនិង Python Cloud Hosting និង VPS ប្រើ Apache Linspace នៅលើ AWS Google Cloud Digital Clam PT និង Web Server REST APT GraphQL API Static File Server និង Streaming Web DAV នៃ Cloud RTM Streaming អាហ្នឹងយើងប្រើខ្យល់ YouTube អីនេះe-commerce និង business app WooCommerce Magon ERP CRM Billing System Dell OPS និង CI/CD Chicken GitLab Runner Docker Kernel Security និង Load Balancing Reverse Proxy Apache Load Balancer SSL TLS ដំណើរការរបស់ web server នៅលើ Linux Client Request Client Open Browser Chrome Firefox ឬ App Mobile App DNS Resolution Domain Name DS Server Back IPT Address ដែលត្រូវនឹង google.com Web Server Processing in Server ប្រសិនបើទំព័រត្រូវការ Dynamic Context Web Server ចងភ្ជាប់ទៅ Database Interface Web Server Connect MySQL PostgreSQL MongoDB ដើម្បីទាញទៅយកទិន្នន័យ Response Generation Web Server បង្កើត HTML JSON ATP Response Successfulity and Precision Web Server can use caching, load balancing, compression, client display, browser render, page and so the last the user ចូលមក install web server on browser install Apache web server sudo atp update sudo atp install apache 2.y start and open firewall sudo sysinstall start apache systemctl start apache 2 sudo system
CTL enable Apache to configure driver sudo UFW allow Apache sudo UFW enable check Apache start sudo system CTP CTL start Apache នេះបានកាសវាត្រូវហើយដែលយើងចូលមក testing Apache web server on browser របៀប test ATP none SSL open web browser and this is យើងបើក web browser មួយយើងចូលទៅកាន់ http://221.55.3 ហើយនឹងធ្វើការរកវាត្រួតពិនិត្យមកហើយដើម្បីចូលទៅ test the server for HTTPS ហ្នឹងយើងចូលទៅកាន់ HTTPS នេះមកហើយវានឹងត្រួតពិនិត្យឲ្យយើងហើយតមក Apache 2 default page នេះslide ទាំងពីរហ្នឹងបានបង្ហាញហើយថាវាបានតម្លើងបានត្រឹមត្រូវហើយទិន្នន័យដែលគេបានដាក់ហើយនៅលើនេះហើយ configure ដែលសំខាន់គឺមាន4 Apache config post configuration mode enable slide enable ហើយរូបភាពពីរនេះបានបង្ហាញដោយយើងធ្វើការ connect ជីវភ្ជាប់វាបានត្រឹមត្រូវហើយឥឡូវខ្ញុំសូមចប់ត្រឹមហ្នឹងអរគុណជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសចម្រើនមកពីក្រុម IO 8ថ្ងៃនេះខ្ញុំមកធ្វើការនិយាយអំពី DNS server DNS server គឺជាបណ្ដុំមូលដ្ឋាននៃទិន្នន័យដែលបញ្ជូនពីម៉ាស៊ីនទៅកាន់អាសយដ្ឋាន IP នៅពេលដែលយើងចូលទៅកាន់ website ណាមួយ DNS server នៅលើ Linux អាចធ្វើបានសម្រាប់ការ hosting domain និង query domain អ្នកអាចប្រើប្រាស់ bin ដែលជា DNS server ដែលមានប្រើប្រាស់ច្រើនបំផុតនៅលើ Linux DNS server ប្រើសម្រាប់ hosting domain និង query domain hosting domain ត្រូវបានប្រើសម្រាប់ផ្ដល់ជាឯកសារដែលជាមួយនឹងឈ្មោះ domain ពីព្រោះវាគ្រប់គ្រងសេចក្តីបញ្ជាក់ប្រភេទថា DNS ត្រូវការបញ្ជូនទៅកាន់អាសយដ្ឋាន IP សម្រាប់បញ្ជូនទៅម៉ាស៊ីនឬ website ដែលនៅពេលដែលអ្នកចូលទៅកាន់ website query domain ប្រើសម្រាប់កំណត់ការស្នើសុំ DNS server DNS query ពីម៉ាស៊ីនត្រូវការទៅកាន់ប្រព័ន្ធ DNS server ដើម្បីស្វែងរកឯកសារពាក់ព័ន្ធDNS server អាចធ្វើអ្វីបានលើ Linux DNS server នៅលើ Linux អាចធ្វើបានដូចជាបំលែង domain name ទៅជា IP ទៅជាអាស័យ IP ដើម្បីប្រើប្រាស់នៅក្នុងបណ្ដាញគ្រប់គ្រងនិងបង្ហោះ DNS record សម្រាប់ domain name ដល់ជាសំណើសុំ DNS ទៅកាន់ DNS server ផ្សេងតាមរយការស្តុកលទ្ធផល DNS សម្រាប់ការស្នើសុំបន្តដើម្បីធ្វើឲ្យមានល្បឿនលឿនចែកចាយបន្ទុកទៅម៉ាស៊ីនប្រើជាច្រើនដើម្បីប្រើប្រាស់សេវាកម្មប្រើ DNS SEC ដើម្បីការពារព័ត៌មាន DNS ផ្ដល់ការសំណើទៅ DNS server ផ្សេងៗប្រើក្នុងបណ្ដាញផ្ទាល់ខ្លួនសម្រាប់ឈ្មោះដែលនៅក្នុងក្រុមហ៊ុនចូលមកដល់ការ install DNS server នៅលើ Linux មុនដំបូងយើងធ្វើការ update package
វាសិនមកបន្ទាប់មកខ្ញុំប្រើ command មួយ command sudo apt update បន្ទាប់មកយើងធ្វើការ install DNS server ដោយប្រើ command sudo apt install bin 9.y ចូលមកដល់ configure bin server ដើម្បីឲ្យ configure វាបានយើងប្រើ command sudo nano/etc/bin/name.configure.com ដែលយើងប្រើ mydomain.com tab master file /etc/bin.db.example.com create 0 file ដើម្បី create វាបានយើងប្រើ command sudo nano.etc/bin/db/mydomain.com នេះគឺជា record វាបន្ទាប់មកយើង follow តាម record បន្ទាប់មកយើងធ្វើការ start and enable bin ដែលយើងប្រើ command sudo systemctl restart bin 9 ចូលមកដល់ enable យើងប្រើ command sudo systemctl enable bin 9 configure for forwarding edit the configuration file ដើម្បី configure bin បានយើងប្រើ command sudo nano/etc/bin/name.configure.option យើង follow តាម record បន្ទាប់មកយើងធ្វើការ restart and enable bin ដែលប្រើ command sudo systemctl restart.bin 9 និង sudo systemctl enable bin 9 ចូលមកដល់ការ test DNS resolution use link or NS lookup to test record ទី1នេះគឺជាការ test របស់ mydomain.com ចំណែកឯ record ទី2គឺជាការ test របស់ NS lookup mydomain.com សូមគោរពនិងជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះពេជ្រសុធិរៈមកពីក្រុម SU8 ថ្ងៃនេះខ្ញុំមានចំណុចទី5ដែលមកបង្ហាញនិយាយអំពី DHCP server អញ្ចឹងតើអ្វីទៅជា DHCP server DHCP មកពីពាក្យពេញ Dynamic Host Configuration Protocol server ជាសេវាកម្មដែលមានភារកិច្ចផ្ដល់ IP address ទៅដោយស្វ័យប្រវត្តិទៅដល់ client ដូចជា computer smartphone និងឧបករណ៍ network ផ្សេងៗដែលបានភ្ជាប់ទៅលើបណ្ដាញចឹងនៅ Linux អ្នកអាចប្រើ ISC DHCP server ដើម្បីបង្កើត DHCP server ហើយ ISC DHCP server ជាកម្មវិធីល្បីសម្រាប់បម្រើនៅក្នុងបណ្ដាស្ថាប័នធំៗចឹងចំណុចទី2ខ្ញុំនឹងនិយាយថាតើ DHCP server អាចធ្វើអ្វីបានខ្លះនៅលើ Linux ចឹង DHCP server លើ Linux អាចបង្កើតនិងគ្រប់គ្រងការបែងចែកអាសយដ្ឋាន IP ដោយស្វ័យប្រវត្តិទៅដល់ client ការបង្កើត IP range និង release អ្នកប្រើប្រាស់អាចកំណត់ IP range ដែលត្រូវបានចែកចាយនិងកំណត់រយៈពេល release ការប្រើប្រាស់ IP ដែលមានការកំណត់ការបញ្ជាក់ DNS និង default gateway DHCP server អាចផ្ដល់ព័ត៌មាន DNS server និង default gateway ដោយស្វ័យប្រវត្តិដើម្បីអនុញ្ញាតឲ្យ client អាចប្រើប្រាស់បណ្ដាញបានការកំណត់ IP static DHCP server អាចកំណត់អាសយដ្ឋាន IP ដែលមាន static សម្រាប់ client ដែលមាន MAC address ពិសេសអញ្ចឹងការគ្រប់គ្រងការចេញចូលបណ្ដាញ network access ការដំឡើង DHCP server អាចកំណត់នូវការចេញចូលសម្រាប់ IP តាមរយៈដូចជា IP reservation អាសយដ្ឋាន IP ដែលបានកំណត់សម្រាប់ការប្រើប្រាស់បន្តអញ្ចឹងយើងដឹងពី DHCP ខ្លះៗហើយចឹងបន្ទាប់មកខ្ញុំនឹងប្រាប់ពីរបៀបinstall DHCP server on Linux តែម្ដងអញ្ចឹងរបៀប install វានេះជា command install វានេះជា command update ហើយនេះជា command install ហើយចំណែកcommand មួយនេះវាជា command config DHCP server អញ្ចឹងចំណប់មកអានេះជា command ដែលយើងកែ interface របស់វា
ចឹងបន្ទាប់មកខ្ញុំនឹង demo អ្នកទាំងអស់គ្នារបៀបបង្កើត DHCP server តែម្ដងអញ្ចឹងបន្ទាប់មកឥឡូវយើងចូល VMware workstation របស់យើងខ្ញុំបានបង្កើត file DHCP server ហើយអញ្ចឹងយើង power on វាទាំងអស់គ្នាតែកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចនឹងរៀងចាំមកសតូដែរតោះឥឡូវយើងចាប់ផ្ដើម login ទាំងអស់គ្នាអូខេខ្ញុំដាក់ឈ្មោះខ្ញុំមួយមក password ឥឡូវយើងបាន login ចូលហើយអញ្ចឹង step ដំបូងគឺយើងប្រើ command មួយគឺ sudo apt update ចឹង command មួយនេះគឺប្រើសម្រាប់យើង refresh list of available package របស់វាចឹងខ្ញុំវាយ password ខ្ញុំមកសុំម្ដងទៀត abc អូខេចឹងបន្ទាប់មកយើងចាប់ផ្ដើមinstall DHCP របស់គ្នាយើងប្រើ sudo apt install isc.dhcp.server ប៉ុន្តែខ្ញុំបាន down វារួចរាល់អស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច enter មកវានឹងចាប់ដើម install package ឲ្យយើងហើយអញ្ចឹងខ្ញុំទៅដល់ចំណុចទី2គឺconfigure the DHCP server អញ្ចឹងដើម្បីយើង configure DHCP server បានយើងប្រើ command មួយមានឈ្មោះថា sudo nano /etc/ dhcp/dhcpd.con អញ្ចឹងកន្លែង /etc មិញហ្នឹងគឺអាហ្នឹងគឺជា location default របស់វាទេហើយកន្លែងដែលយើង config គឺកន្លែងម្ដុំ subnet mask នេះពណ៌សនេះដែលវាមាន IP 192.168.141.0 ហ្នឹងនេះជា subnet mask របស់វាហើយខ្ញុំកំណត់ range ឲ្យវាបោះ IP ពី192.168.141 ទៅ 100 រហូតដល់200អញ្ចឹងវាបោះបាន100 IP ជាមួយនឹង option router ហើយមាន option subnet mask ហើយជាមួយមាន option default list time ហើយជាមួយនឹង mask list time អញ្ចឹងពេលអ្នកទាំងអស់គ្នាសរសេររួចរាល់ហើយអញ្ចឹងយើង control x បើអ្នកទាំងអស់គ្នាកែវានឹងឲ្យ control x ហើយ control x ហើយpass y ហើយ enter ឥឡូវបន្តមកយើងនឹងចូលចំណុចទី3យើង fetch the interface របស់ DHCP អញ្ចឹងដើម្បីយើងទៅកែវាបានយើងត្រូវឆែក IP យើងជាមុនសិនអញ្ចឹងបាទគឺរបស់ខ្ញុំគឺ ENS 33កន្លែងនេះអញ្ចឹងបន្តមកពេលយើងឆែក IP ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមប្រើ command sudo nano /etc default /isc dhcp server ហ្នឹងមកបន្ទាប់មកយើង enter វាបន្ទាប់មកយើងទៅកែកន្លែង interface v4 នេះឲ្យវាទៅដូចជាមួយនឹងក្បាលរបស់IP address របស់យើងបន្ទាប់មកយើងចុច control x pass y ហើយ enter ដូចគ្នាអញ្ចឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើម start និង enable the DHCP service អញ្ចឹងដើម្បីយើង start service យើងប្រើ sudo nanoយើងប្រើ sudo systemctl start start isc dhcp server ពេលយើង start ហើយយើងនឹង enable វាមួយទៀតដោយយើងគ្រាន់តែកែកន្លែង start នេះដាក់ពាក្យថា enable អញ្ចឹងពេលយើង enable វារួចរាល់អស់ហើយអញ្ចឹង
step បន្ទាប់គឺយើងតេស្តថាconfiguration យើងហ្នឹងគឺវាមាន error អីអត់អញ្ចឹងដើម្បីយើងចង់ដឹងថាយើងតេស្តបានគឺយើងប្រើ command មួយមានឈ្មោះថា sudo dhcp d.t.cf /etc/ dhcp d.conf ចឹងអា file វាអត់មាន error អីទេចឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមយើង restart DHCP យើងម្ដងសិនចឹងយើងដើម្បី restart វាបានយើងប្រើ command sudo systemctl restart isc.dhcp.server ពេលយើង restart មកបន្ទាប់មកយើង check status វាថា DHCP របស់យើងគឺដើរនៅអញ្ចឹងដើម្បី check វាគឺគ្រាន់តែប្រើពាក្យថា status វិញមក TATUA អញ្ចឹងបាទគឺservice ISC DHCP server របស់ខ្ញុំគឺបាន active ហើយក៏វា run ដែរហើយអញ្ចឹងវីដេអូខ្ញុំចាប់តែប៉ុណ្្នឹងសូមជម្រាបលាលោកគ្រូហើយនឹងជួបជាមួយនឹងមិត្តភ័ក្តិខ្ញុំនៅចំណុចបន្ទាប់សូមជម្រាបលាលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះប៉ោងលោកលីស៊ីងខ្ញុំនឹងធ្វើការនិយាយបន្តពីមិត្តរួមក្រុមរបស់ខ្ញុំគឺ VPN server តើ VPN server គឺជាអ្វី VPN server គឺជាម៉ាស៊ីនបម្រើដែលអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់បណ្ដាញឯកជនតាមរយៈអ៊ីនធឺណិតដែលមានការប្រុងប្រយ័ត្នខ្ពស់វាប្រើ encrypt ដើម្បីការពារទិន្នន័យនិងការបង្កើនភាពឯកជនរបស់អ្នកវាព្រមទាំងអាចបំផាំង IP address ដោយផ្ដល់នៅ IP address ថ្មីតើ VPN server ដំណើរការយ៉ាងដូចម្ដេចVPN server យើងដំណើរការតាមរយៈ client connection encryption IP masking និង secure tunneling client connection នោះគឺអ្នកប្រើប្រាស់តម្រូវឲ្យប្រើកម្មវិធី VPN ដើម្បីភ្ជាប់ទៅកាន់ម៉ាស៊ីន VPN server encryption នោះគឺទិន្នន័យដែលវាតាម VPN ត្រូវបាន encrypt ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនIP masking ម៉ាស៊ីន VPN server នឹងផ្លាស់ប្ដូរអាស័យIP address របស់អ្នកទៅជា IP address ថ្មី secure tunneling គឺទិន្នន័យត្រូវបានផ្ញើតាមរយៈបណ្ដាញសុវត្ថិភាពដើម្បីការពារការលួចយកហើយអ្វីដែលត្រូវប្រើប្រាស់ VPN server គឺយើងប្រើប្រាស់ VPN server ដើម្បីការពារឯកជនភាពនិងសុវត្ថិភាពការពារទិន្នន័យពី hacker ISP និងស្ថាប័នត្រួតពិនិត្យremote access អាចប្រើប្រាស់ VPN ដើម្បីភ្ជាប់ទៅកាន់បណ្ដាញរបស់ក្រុមហ៊ុនឬអង្គភាពការចូលប្រើប្រាស់គេហទំព័រដែលបានត្រូវបានទប់ស្កាត់យើងអាចប្រើប្រាស់គេហទំព័រដោយប្រើនៅ IP address ថ្មីការប្រើប្រាស់ Wi-Fi សាធារណៈដោយសុវត្ថិភាពបញ្ជាការវាយប្រហារ cyber នៅលើ Wi-Fi សាធារណៈហើយយើងចូលរបៀប install VPN server ជំនាញទី1នោះគឺយើងប្រើ sudo apt update និង sudo apt upgrade.y ចំណុចទី2នោះគឺយើង install OpenVPN យើងប្រើ wget https .2//git.io/vpn.openvpn.install.sh ហើយយើងចូលទៅដល់ sudo openvpn certificate យើងទៅប្រើ command sudo chmod -x openvpn.install.sh ហើយយើងប្រើប្រាស់ sudo bash openvpn.install.sh ហើយនឹងវានឹងចូលទៅឲ្យយើង configure openvpn ចំណុចចុងបញ្ចប់នោះគឺយើងត្រូវយកម៉ាស៊ីនដែលយើងចង់ប្រើប្រាស់ VPN ហ្នឹងគឺយើង copy ចេញពី VPN server គឺយើងប្រើ command sudo cp root client ovpn ហើយយើងទៅបង្កើត
VPN ដែលយើងយក file pass ទៅក្នុង Open VPN ដើម្បីឲ្យ client ភ្ជាប់ជាមួយ VPN ហើយយើងចូលទៅដល់ការតេស្តclient ដែលយើងទៅ install នៅលើ machine VMware ចូលទៅ terminal មួយហើយយើងទៅinstall get https git.io/vpn.o open vpn .install.sh ពេលហើយយើងប្រើ command sudo ch open vpn.install.sh ពេលយើងហើយយើងទៅ sudo install openយើងឆ្លៀមមកដើម្បីបង្កើត client ថ្មីយើងដាក់ client 2មកហើយពេលនៅពេលដែលយើងបង្កើត client ហើយយើងចូលទៅដល់ list មើលពេលយើងមាន client 2ហើយអញ្ចឹងយើងចូលទៅដល់ Ubuntu ថ្មី client ដើម្បីសម្រាប់ដាក់ VPN ចូលហើយចូលនេះយើងទៅ copy scp .p22 port ឈ្មោះIP address 2/home ឈ្មោះVPN ហើយយើង list មើលយើងបាន client 2មកហើយអញ្ចឹងយើងទៅអាចបង្កើតបានហើយចូល wire setting ហើយយើងចុច VPN បូក import from file យើងទៅមើល file យើង client 2ហើយយើងចុច add ទៅហើយយើងអាចបើកបានចឹងពេលបើកបានគឺវានឹងដាក់ថា VPN client 2បានហើយអញ្ចឹងវីដេអូ VPN ចប់តែប៉ុណ្ណឹង